សួស្តីទាំងអស់គ្នាថ្ងៃនេះជួបគ្នាម្ដងទៀតហើយជាមួយនឹងមេរៀន C++ ហើយដោយដែលបានឃើញនៅក្នុង thumbnail អញ្ចឹងថ្ងៃហ្នឹងយើងនឹងសរសេរកូដយ៉ាងម៉េចដើម្បីឲ្យវាអាច run ចេញទៅឃើញរូបរាងបែបហ្នឹងអញ្ចឹងអឺដើម្បីឲ្យយើងអាចសរសេរកូដហើយនៅពេលដែលយើង run ទៅចេញរូបរាងដូចដែលក្នុងរូប thumbnail ហ្នឹងគឺយើងនឹងប្រើជាមួយនឹង nested loop ដែល nested loop ហ្នឹងអីគេ nested loop ហ្នឹងគឺជា loop ដែលវាមានពីរវាមានខាងក្រៅមួយនិងខាងក្នុងមួយហើយ loop ខាងក្រៅហ្នឹងវានឹងធ្វើការ run ដំបូងគេបន្ទាប់មកបានវាចាប់ផ្ដើម run ខាងក្នុងរហូតតអស់ហើយបានវាចាប់ផ្ដើម run ខាងក្រៅម្ដងទៀត something like this អញ្ចឹងយើងអាចចាប់ផ្ដើមទៅមើលទៅថា nested loop ហ្នឹងអីគេ so ដំបូងយើងចាប់ផ្ដើមពី for loop for loop ហ្នឹងមិនយើងសរសេរជាមួយនឹងពាក្យ for ហើយយើងបង្កើត variable in I យើងឲ្យវាស្មើ0ហើយ I ហ្នឹងឲ្យវាតូចជាង3តូចជាង3 I បូកតពីយើងមានជាទូទៅបើសិនជាយើងសេ for loop ហ្នឹងវានឹង run 3ចំនួន3លេខបើសិនជាយើងសរសេរ cout ទេប៉ុន្តែលើកហ្នឹងគឺយើងប្រើជាមួយនឹង nested loop អញ្ចឹងយើងអាចសរសេរ for loop មួយទៀត in ដោយសារតែយើងបង្កើត variable I ហើយអញ្ចឹងសារនេះយើងបង្កើត variable j ម្ដងឲ្យ j ស្មើ0ព្រោះដោយសារតែហេតុអីបើយើងបង្កើត j ដោយសារតែយើងចង់ឲ្យវា run I ហើយបន្ទាប់មកវា run j នឹងខាងក្នុងនឹង j អស់បានវា run I ម្ដងទៀតព្រោះអីអាពីរអ្នកហ្នឹងវាអត់ទាន់ relate គ្នាវាអត់ relate គ្នាបើសិនជាយើង relate គ្នាយើងអាចសរសេរ in I ក៏បានដែរប៉ុន្តែលក្ខខណ្ឌនេះគឺយើងសរសេរ in យើងកាស j វិញអញ្ចឹងខ្ញុំឲ្យ j តូចជាង3បន្ទាប់មក j បូកយើងឲ្យវាកើនអញ្ចឹងដោយសារតែយើងឃើញដូចក្នុងរូប thumbnail ហ្នឹងគឺយើងចង់ print ផ្កាយ cout យើងចង់ print ផ្កាយនេះឲ្យវាចេញជារូបអញ្ចឹងទៅយើងអាចសរសេរបែបនេះអញ្ចឹងមានន័យថាចេះនៅពេលដែល nested loop ហ្នឹងធ្វើការ run ដូចម្ដេចអញ្ចឹងដើម្បីឲ្យវា run បានដំបូងឡើយវានឹង print I loop នៃ I នេះសិនអញ្ចឹងខ្ញុំសរសេរឲ្យអញ្ចឹងនៅពេលដែលខាងក្រៅនេះមានន័យថា I ហ្នឹងស្មើ0នៅពេលដែល I ស្មើ0អញ្ចឹងវានាំឲ្យ j ហ្នឹងស្មើ0អញ្ចឹងនៅពេលដែល j នេះស្មើ0ដែរលក្ខខណ្ឌអានេះ I ស្មើ0អញ្ចឹងវា print ម្ដងសិន I ស្មើ0នេះអញ្ចឹងវានឹង print អា loop ខាងក្នុងនេះអញ្ចឹង loop ខាងក្នុងហ្នឹងវាស្មើ j ស្មើ0 j ស្មើ0ហ្នឹងវានឹងធ្វើការ print នៅផ្កាយហ្នឹងមួយបន្ទាប់មកវានៅដដែលព្រោះខាងក្នុងហ្នឹងវាថា print រហូតត j ហ្នឹងតូចជាង3អញ្ចឹងវាអាច j ស្មើ1អញ្ចឹងវាចាប់ផ្ដើម print ផ្កាយនេះមួយទៀតហើយ j ស្មើ2វាធ្វើការ print ផ្កាយហ្នឹងទៀតអញ្ចឹងនៅពេលដែលវា print ហើយវាចាប់ផ្ដើមចូលអា loop នេះអញ្ចឹងមានន័យថាវានឹងធ្វើការចូល I ហ្នឹងស្មើ1អញ្ចឹងវានឹងធ្វើ print អញ្ចឹងរហូតដល់តែ I ហ្នឹងស្មើ2វាថាតអស់របស់ I នេះព្រោះដោយសារតែ I ហ្នឹងតូចជាង3អញ្ចឹងដើម្បីឲ្យវាចុះបន្ទាត់វាត្រូវការនៅក្នុង loop នេះអញ្ចឹងថា loop នេះវាជាប់ត្រង់ I j ស្មើ2ហ្នឹងអញ្ចឹងយើងត្រូវការចុះបន្ទាត់មួយទៀតយើងចង់បានរូបផ្កាយជាការ៉េអញ្ចឹងយើងត្រូវដាក់ពាក្យ handle នៅក្នុង loop របស់អាត្បូងនេះដើម្បីឲ្យវាចុះបន្ទាត់អញ្ចឹងយើងអាច control Alt N ហ្នឹងមកដើម្បីមើលរូបរាងថាវាចេញមិននេះឃើញដោយសារតែយើងចង់បាន3កន្លែងហ្នឹងអញ្ចឹង I ហ្នឹងមានន័យថាអាពេលI នេះស្មើ0វានឹង print j ដែល j នេះវានឹង0 1 2 3អញ្ចឹងវាបានផ្កាយចំនួន3ដល់ពេល I នេះស្មើ1 j 0 1 2 3អញ្ចឹងនេះបាន3ដែរព្រោះដោយសារអីហេតុអីបានវាចុះបន្ទាត់ដោយសារតែក្នុងកន្លែងនេះគឺយើងប្រើជាមួយនឹង cout ប្រើជាមួយនឹង handle ដើម្បីបង្កើតបន្ទាត់ថ្មីអញ្ចឹងណា
អូខេឥឡូវឧទាហរណ៍ថាយើងដាក់អានេះអឺឥឡូវយើងចង់បាន3បន្ទាត់ដដែលទៅ3បន្ទាត់តែផ្កាយនេះយើងដាក់ចំនួន8ចឹងតើវាឃើញមិន see out clear control out ទៅណាឃើញអត់ផ្កាយនេះមានចំនួន2 4 6 8ចឹងឃើញអាខាងក្នុងរូបនោះវា print ផ្កាយចំនួន8អូខេឥឡូវយើងនឹងចាប់ផ្ដើមទៅមើលលក្ខខណ្ឌនៃ loop មួយទៀត nested loop ដែរប៉ុន្តែវគ្គនេះគឺយើងចង់ print វាជាត្រីកោណអញ្ចឹងនៅពេលដែលយើងចង់ print វាជា set រាងត្រីកោណហ្នឹងគឺយើងអាចជាមួយនឹង relate ខាងក្នុងនេះអញ្ចឹងរបៀបទៅសេរបៀបម៉េចអញ្ចឹងយើងគ្រាន់តែប្រកាស for ដដែលមក in I ស្មើ0ឬក៏ I ស្មើ1ម្ដងទៅលើកនេះ I តូចជាងឬស្មើ5 I បូកដដែលខ្សែយើងចង់ឲ្យវាកើនបន្ទាប់មកអាហ្នឹងខ្ញុំភ្លេចប្រាប់នៅខាងមុខនេះអានេះគេហៅថា outer loop ហើយដល់ពេលអា loop ខាងក្នុងនេះគេហៅ inner loop ដែលយើងនឹងប្រកាសវា in j ស្មើ1 j តូចជាងឬស្មើលក្ខខណ្ឌនេះដោយសារតែយើងចង់ឲ្យវា relate ជាមួយខាងក្នុងនេះអញ្ចឹងយើងដាក់ឲ្យ I តើ relate វាយ៉ាងម៉េចចាំតិចទៀតយើងដឹងហើយអញ្ចឹងអាខាងក្នុងនេះគេហៅវាថា inner loop so យើងដាក់ C out ដដែលមកយើងចង់ print ផ្កាយគ្រាន់តែយើងចង់ print ផ្កាយជាលក្ខខណ្ឌជាមុខត្រីកោណ C out Enter តែត្រីកោណនេះត្រីកោណត្រេតតាមចំហៀងនេះវាមានអត្រីកោណជាប៉ែតពីរ៉ាមីតអាហ្នឹងយើងត្រូវការគណនាជាមួយនឹង space វាមួយទៀតប៉ុន្តែលក្ខខណ្ឌនេះគឺយើងធ្វើត្រីកោណមកចំហៀងដូចត្រីកោណការ៉េហ្នឹងឥឡូវយើងមកមើលឥឡូវយើងមើលចម្លើយសិនថាវា print មិនហើយហេតុអីបានកូដហ្នឹងវា run ទៅ print បែបហ្នឹង throw out n នេះឃើញអត់វាចេញជារាងត្រីកោណចេះឥឡូវយើងចាប់ផ្ដើមនិយាយតាក់ទងថាហេតុអីបានវា print មកបែបហ្នឹងអញ្ចឹងដូចគ្នាដែរគឺដូចជាមួយខាងលើដែរយើងបង្កើតទៅយើងមិនរ៉ាត់អានេះមុនអញ្ចឹងនៅពេលដាក់ I នេះស្មើ I នេះស្មើ1អញ្ចឹងនៅពេលដែល I នឹងស្មើ1វាមិនព្រោះដោយសារតែខុសគ្នាត្រង់តែនេះហេ J វាស្មើ I វាឡើងដាក់ស្មើ8ឬក៏3ដូចយើងដាក់ពីអាត្បូងហ្នឹងហើយតែយើងដាក់ឲ្យវា relate ជាមួយនឹង I វិញអញ្ចឹងនៅពេលដែល I ស្មើ1អញ្ចឹងវានឹង print it prints one star ដោយសារអីដោយសារតែ J នេះស្មើ1ដែរអញ្ចឹងនៅពេលដែល J នឹងស្មើ1 I ស្មើ1វាថាចេះអានេះ I ស្មើ1ហើយ J នេះ start ពី1ហើយវាតូចជាងឬស្មើ1ដែរព្រោះ I ពេលហ្នឹង I ស្មើ1អញ្ចឹងវាថាវា print អានេះមក print តែ1ឯងបន្ទាប់មកវាជាប់ loop ខាងក្នុងនេះហើយវានឹងធ្វើការ ender ចុះបន្ទាត់អញ្ចឹងនៅពេលដែល I នេះស្មើ2ពេលនេះ I ស្មើ2វា print 2 star ហេតុអីមិន print 2 star ដោយសារតែអាពេលនេះ J វា start ចេញពី1ហើយអា J នេះវាតូចជាងឬស្មើ2អញ្ចឹងវាអាច print 2លេខ1ហើយនិងលេខ2អញ្ចឹងនៅពេលដែល I នេះស្មើ3វា print 3ដែរអញ្ចឹងបើយើងឃើញរូបរាងវាមកបែបនេះអញ្ចឹងនៅពេលដែល I ស្មើ1កន្លែងហ្នឹងដោយសារយើងដាក់ J ស្មើ I អញ្ចឹងកន្លែងហ្នឹងវា start ចេញពី1អញ្ចឹងវា print បានតែ one star ទៅពេល I នេះវា start loop ម្ដងទៀតចូល2វា print 2ចូល3វា print 3ហ្នឹងហើយជាមេរៀន nested loop ដែលយើងប្រើប្រាស់ so សង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់ពីមេរៀន nested loop នេះហើយជួបគ្នានៅវីដេអូក្រោយអរគុណ